ជំរាបសួរនិងសួស្តីទៅកាន់បងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកតាមដានការសម្រាយរឿងមួយដែលទាក់ទងជាមួយនឹងវិញ្ញាណខ្មោចតៃហោនិងខ្មោចទឹកនៅលើស្ពានមួយតាំងពីអ្នកស្រុកយកសពទៅបូជានៅលើទួលដែលនៅជាប់ស្ពាននោះមកគឺមានករណីគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពាននោះជាញឹកញាប់ដោយសារតែព្រលឹងខ្មោចនៅលើទួលនោះតែងតែចេញមកលងបន្លាចមនុស្សដែលធ្វើដំណើរឆ្លងកាត់ស្ពាននោះមិនត្រឹមតែលងនៅលើស្ពានឬនៅលើទួលនោះទេសូម្បីតែនៅក្រោមស្ពានក៏មានខ្មោចលងដែរបើសិនជាខែទឹកវិញអ្នកភូមិនៅទីនោះតែងឃើញវិញ្ញាណខ្មោចទឹកតែងតែលោតទឹកលេងនៅទីនោះស្ទើរតែរាល់យប់មិនត្រឹមតែប៉ុណ្ណោះពួកគាត់ធ្លាប់បានឮសំឡេងខ្មោចទឹកទាំងនោះប្រឡែងគ្នាលេងសើចសប្បាយយ៉ាងក្អាកក្អាយដោយពួកគាត់មិនបានដឹងថាខ្មោចទឹកអស់ទាំងនោះធ្វើដំណើរមកពីណាដើម្បីមកនៅទីនេះនោះទេពីព្រោះនៅទីនេះពីមុនមកមិនដែលមាននរណាម្នាក់លងទឹកនោះទេដោយចាប់ផ្ដើមនៃការឡងបន្លាចថ្ងៃដំបូងអ្នកស្រុកដែលទៅលេងនៅលើស្ពាននោះតែងតែឮសំឡេងមនុស្សសើចកាកកាយនៅឯខាងក្រោមស្ពានដំបូងឡើយពួកគាត់មិននឹកស្មានថាជាខ្មោចនោះទេដោយសារតែកាលដែលមិនទាន់ធ្វើស្ពានពុំមានខ្មោចលងនោះទេដោយពួកគាត់នឹកស្មានថាប្រហែលជាក្មេងវិរីមងប្រឡែងគ្នាហើយមើលទៅបន្ទាប់មកទៀតគាត់បានធ្វើដំណើរចេញពីស្ពាននោះដើម្បីមកផ្ទះវិញដោយគាត់មិនចាប់អារម្មណ៍នឹងសំឡេងប្រឡែងគ្នាឮសូរទឹកលាន់ក្រមនោះទេនៅពេលដែលគាត់មកដល់ផ្ទះគាត់បានប្រាប់រឿងរ៉ាវនេះមកដល់ម្ដាយរបស់គាត់ម្ដាយរបស់គាត់បានប្រាប់ថាមិនដែលមាននរណាមកលេងទឹកអីថ្មនេះនោះទេហើយអ្នករាយម៉ោងទៀតគេរាយតែពេលល្ងាចគេទៅវិញទៅហើយម៉ោង6ម៉ោង7ទៅហើយតើមាននរណាគេនៅរាយម៉ោងទៀតនោះម្យ៉ាងទៀតទឹកនៅទីនោះគឺរាងជ្រៅគួរសមដែរគ្មាននរណាទៅលោតទឹកលេងនៅទីនោះនោះទេនៅពេលនោះគាត់ក៏ចាប់ផ្ដើមសង្ស័យថាក្រែងលោជាខ្មោចឬជាអរិយទឹកទេដឹងភ្លាមនោះគាត់ក៏សុំម្ដាយរបស់គាត់ដើម្បីទៅមើលម្ដងទៀតឲ្យកាន់តែច្បាស់ភ្លាមនោះដែរម្ដាយរបស់គាត់បានខកថាកុំទៅឲ្យសោះវាគ្មាននរណាមកលេងទឹកឲ្យថ្មនេះនោះទេថ្មនេះទៅហើយមានតែខ្មោចឬអរិយទឹកដោយកូនឯថានោះហើយនៅយប់រឿងជ្រៅបន្តិចម្ដាយរបស់គាត់ក៏បានចេញមកក្រៅដើម្បីយកឲ្យបានទុកពីព្រោះគាត់មើលទៅមេឃមានសម្លេងផ្គរដូចជាមិនស្រួលនោះទេនៅពេលនោះដែរម្ដាយគាត់បានឮសម្លេងលោតទឹកក្រមរួមទាំងមានសម្លេងសើចក្អាកក្អាយដូចជាមនុស្សប្រឡែងលេងនៅក្នុងទឹកអញ្ចឹងនៅពេលនោះដែរគាត់ក៏សម្រេចចិត្តថាដើរទៅមុខបន្តិចដើម្បីមើលក្រែងលោបានឃើញមនុស្សទាំងនោះលោតទឹកលេងប៉ុន្តែនៅពេលដែលគាត់បានដើរជិតដល់នោះស្រាប់តែគាត់បានឃើញខ្មោចច្រើនអ្នកណាស់បានលោតទឹកពីលើចុងពុត្រាដែលនៅលើទួលនោះទម្លាក់ខ្លួនចូលមកក្នុងព្រែកមិនត្រឹមតែលោតពីលើដើមពុត្រាទេសូម្បីតែនៅលើស្ពានក៏មានខ្មោចទឹកលោតចុះទៅដែរពេលនោះគាត់មិនខ្លាចនោះទេដោយសារតែគាត់ជាមនុស្សចាស់រឿងរ៉ាវបែបនេះគាត់បានជួបច្រើនមកហើយប៉ុន្តែគាត់ឆ្ងល់ថាតើខ្មោចទាំងនេះវាមកពីណាពីព្រោះកាលពីមុនមកមិនដែលមានអ្នកណាស្លាប់ដោយសារលងទឹកនៅទីនេះនោះទេបើនៅលើទួលគឺមានគេបញ្ចុះសពឬដុតខ្មោចពិតមែនប៉ុន្តែខ្មោចទាំងនោះមិនសមណាទៅជាខ្មោចទឹកកើតនោះទេមុនពេលដែលគេបូជានោះខ្មោចនេះបានស្លាប់ដោយសារលងទឹកយ៉ាងណាក៏មិនសមហេតុផលនោះដែរជាធម្មតាខ្មោចទឹកឲ្យតែវាស្លាប់នៅទីណាគឺវាធ្វើជើងកបនៅទីនោះហើយវាមិនដែលមកលងនៅកន្លែងដែលគេបូជាវានោះទេលុះបានបន្តិចក្រោយមកអ្នកមិញម្នាក់នោះគាត់បានដើរត្រឡប់មកផ្ទះវិញលុះបានប៉ុន្មានថ្ងៃក្រោយមក
បនភ្ជុំបិណ្ឌក៏បានមកដល់ជាធម្មតាអ្នកស្រុកទន្លេពួកគាត់ចូលចិត្តលោតទឹកលេងនិងជំនាញរបស់គាត់គឺហែលទឹកមុជទឹកនឹងតែម្ដងនៅក្នុងនោះក៏មានអ្នកចម្ងាយមកហែលទឹកលេងឬលោតទឹកលេងនៅលើស្ពាននោះដែរអ្នកស្រុកនៅទីនោះគាត់បានលោតទឹកពីលើស្ពានដើម្បីទម្លាក់ខ្លួនចូលទៅក្នុងទឹកនៅពេលដែលគាត់លោតចូលទៅដល់ក្នុងទឹកនោះគាត់មានអារម្មណ៍ចម្លែកខ្លាំងណាស់ដោយសារតែទឹកនេះគឺជាទឹកទន្លេនោះទេហេតុអ្វីក៏ត្រជាក់ខុសពីធម្មតាគឺត្រជាក់ប្រហែលនឹងទឹកកកទៅហើយនៅពេលនោះគាត់ដឹងថាមានរឿងអ្វីមិនស្រួលហើយគាត់បានបបួលគ្នារបស់គាត់ឲ្យប្រញាប់ឡើងពីទឹកមកវិញក្រែងលោមានខ្មោចទឹកមានអីទៅនាំឲ្យគ្រោះថ្នាក់ដល់ពួកគាត់ដោយសារតែពួកគាត់ជាម្ចាស់ផ្ទះហើយអ្នកដែលមកមុជទឹកជាមួយគាត់នោះគឺសុទ្ធតែជាអ្នកភ្នំពេញដែលជាមិត្តរួមការងារជាមួយគាត់នោះគាត់មិនអាចឲ្យមិត្តភ័ក្តិរបស់គាត់មានបញ្ហាដោយសារគាត់នោះទេបន្ទាប់មកទៀតគាត់ក៏បានដើរមកសួរអ្នកមីងម្នាក់ដែលគាត់បានឃើញខ្មោចទឹកនោះដោយសារតែពីមុនមកកាលដែលមិនទាន់ធ្វើស្ពានគាត់មកលេងទឹកនៅទីនេះគឺមិនដែលជួបទឹកណាត្រជាក់អញ្ចឹងដូចពេលនេះនោះទេនៅពេលនោះអ្នកមីងម្នាក់នោះបានប្រាប់ថានៅទីនេះពិតជាមានខ្មោចទឹកពិតមែនហើយរឿងរ៉ាវទាំងនេះមិនសូវជាមានអ្នកដឹងនោះទេបើក្មួយឯងចង់មុជទឹកលេងទៅមុជនៅកន្លែងផ្សេងទៅក៏មិនមុជនៅកន្លែងនេះវាគ្រោះថ្នាក់ខ្លាំងណាស់ដោយសារតែមិនអស់ចិត្តពីព្រោះពីមុនមកពួកគាត់ធ្លាប់លេងមិនដែលមានបញ្ហាអ្វីនោះទេហើយខ្មោចទឹកខ្មោចអីក៏គាត់មិនដែលឃើញដែរដូច្នេះហើយនៅពេលយប់ឡើងពួកគាត់មកអង្គុយនៅផ្ទះអ្នកមីងដើម្បីចាំសង្កេតមើលខ្មោចទឹកនោះតែម្ដងលុះយប់ឡើងពួកគាត់ទាំងអស់គ្នានៅអង្គុយជុំគ្នានៅផ្ទះអ្នកមីងម្នាក់នោះដើម្បីអង្គុយចាំមើលខ្មោចទឹកនោះពេលដែលពួកគាត់កំពុងតែអង្គុយជជែកគ្នាលេងនោះស្រាប់តែគាត់បានឮសំឡេងមនុស្សលូតទឹកលើសូរក្រំនៅពេលនោះបងប្រុសម្នាក់ដែលគាត់ជាម្ចាស់ស្រុកនោះគាត់បានលបដើម្បីទៅលួចមើលក្រែងលោកឃើញខ្មោចនៅពេលដែលគួនដើរលបទៅមើលនោះគាត់មិនបានឃើញអ្វីនោះទេគាត់បានគិតថាតិចលោអ្នកមីងបានបោកបញ្ឆោតគាត់ទេដឹងហើយសំឡេងគប់នេះគាត់នឹកស្មានថាជាសំឡេងរបស់អ្នកមីងម្នាក់នោះប្រើឲ្យកូនចៅរបស់គាត់ទៅគប់ដើម្បីបន្លាចពួកគាត់ផងនៅពេលដែលគាត់គិតដូច្នេះហើយគាត់ក៏បានដើរត្រឡប់មកវិញគាត់ដើរមិនទាន់បាន3-4ជំហានផងស្រាប់តែឮសំឡេងលោតទឹកថែមទៀតហើយលោតលើកនេះមិនមែនឮសំឡេងតែមួយគ្រាំនោះទេគឺឮសំឡេងគ្រាំជាប់គ្នា3-4តោងតែម្ដងនៅពេលនោះបងប្រុសម្នាក់នោះគាត់ក៏បានងាកក្រោយចង់ដឹងថាតើនរណាជាអ្នកយកដុំដីទម្លាក់ចូលទឹកនឹងនៅពេលដែលគាត់ងាកក្រោយគាត់ក៏បានឃើញមនុស្សស្រីស្លៀកពាក់ឈុតសអង្គុយនៅលើបង្កាន់ដៃស្ពានបន្ទាប់មកទៀតមនុស្សស្រីម្នាក់នោះក៏ក្រោកឈររួចហើយក៏សំកាំងខ្លួនលោតចុះទៅលើបង្កាន់ដៃស្ពានចូលទៅក្នុងទឹកព្រែកនោះតែម្ដងភ្លាមនោះគាត់ក៏បានរត់ទៅមើលហើយក៏ឃើញម្នាក់ស្រីនោះបានហែលទឹកទៀតផងគាត់បានស្រែកសួរថាកើតរឿងអីដូច្នេះបានជាមកហែលទឹកអីទាំងថ្មនឹងអញ្ចឹងបើអត់ឃ្លានលេងទឹកណាក៏គួរណាចាំព្រឹកដែរចាំមកលេងពីព្រោះលេងទឹកនៅពេលយប់អញ្ចឹងខ្លាចក្រែងលោមានគ្រោះថ្នាក់អីគ្មានអ្នកណាមកជួយនោះទេម្យ៉ាងទៀតខែទឹកដូច្នេះសម្បូរពុះវែកហើយឆ្លងកាត់ពីព្រែកមកទួលនេះណាពេលដែលគាត់កំពុងតែនិយាយនោះគាត់បានឆ្ងល់ថាម្នាក់ស្រីនោះមិនឆ្លើយតបនឹងគាត់នោះទេគិតតែពីហែលទឹកតែម្ដងហើយគាត់ឆ្ងល់ថាខ្លួនជាមនុស្សស្រីទេហេតុអីក៏ហែលទឹកឡើងទឹកហូររួចបើសិនជាគាត់ជាកម្លាំងមនុស្សប្រុសផងគាត់ពិតជាមិនអាចហែលទឹកឡើងបញ្ច្រាស់ទឹកហូររួចនោះទេបើសិនជាលោតក៏ត្រូវបណ្ដោយខ្លួនទៅតាមទឹកហូររួចហើយឡើងតាមកន្ទុយព្រែកដើរត្រឡប់មកដើម្បីលោតម្ដងទៀត
តែនេះមិនត្រឹមតែមិនទម្លាក់ខ្លួននោះទេថែមទាំងហើយឡើងមិនច្រាស់ទឹករួចទៅទៀតគាត់ឆ្ងល់ខ្លាំងណាស់នៅពេលនោះដែរអ្នកមីងនិងមិត្តភ័ក្តិរបស់គាត់ប៉ុន្មានអ្នកទៀតក៏បានមកដល់ហើយមិត្តភ័ក្តិរបស់គាត់បានសួរថាតើឯងនៅឈរមើលស្អីនៅក្នុងទឹកហ្នឹងនៅពេលនោះបងប្រុសបានចង្អុលទៅក្នុងបាតព្រែកហើយនិយាយថាមានមនុស្សហែទឹកលេងហើយបានសរសើរទៅកាន់ខ្មោចនោះទៀតថាពូកែហែទឹកណាស់នៅពេលនោះបងប្រុសគាត់និយាយមិនទាន់ចប់ជ្រួលបួលផងអ្នកមីងម្នាក់នោះក៏បានខ្ទូបមាត់គាត់រួចហើយប្រញាប់អស់ដៃគាត់មកយ៉ាងលឿនលុះពេលមកដល់ផ្ទះអ្នកមីងបានប្រាប់គាត់ថាមនុស្សទាំងនោះសុទ្ធតែជាខ្មោចទឹកនោះទេក្មួយឯងអត់ចេះឆ្ងល់ទីអីមនុស្សស្រីឯណាមានកម្លាំងហែលបញ្ច្រាស់ទឹករួចនោះហើយយុគថ្មនេះនោះទៀតតែមានកូនអ្នកស្រុកឯណាក្លាហានមកលោតទឹកលេងទាំងយប់អញ្ចឹងនៅពេលនោះទើបបងប្រុសគាត់បានដឹងថាអូតាមពិតជាខ្មោចមែននឹងហើយដំបូងឡើយគាត់ស្មានថាជាមនុស្សពិតមែនដោយសារតែគាត់មើលទ្រង់ទ្រាយនោះទៅមិនស័ក្តិសមជាខ្មោចនោះទេប៉ុន្តែមានរឿងពីរយ៉ាងដែលបងប្រុសគាត់ឆ្ងល់ថាហេតុអ្វីបានជាមនុស្សស្រីនោះហែបញ្ច្រាស់ទឹកបានម្យ៉ាងទៀតនោះគឺអត់មានទឹករលកនោះទេនៅពេលដែលគេហែលទឹកនោះគ្រាន់តែថាទឹកមានសភាពហូរគួចជាធម្មតានៃទឹកហូរគឺវាអញ្ចឹងហើយបើសិនជាមានរបស់ឬមនុស្សហែលបញ្ច្រាស់ទឹកនោះប្រកាសជាមានទឹករលកមិនខានពេលដែលអ្នកមិញរៀបរាប់អញ្ចឹងទើបគាត់ដឹងថាពិតជាខ្មោចពិតមែននឹងហើយគប់ផ្សំជាមួយនឹងគាត់បានឃើញផ្ទាល់ភ្នែកទៅទៀតតាំងពីថ្ងៃនោះមកបងប្រុសគាត់មិនដែលទៅលេងទឹកនៅលើស្ពាននោះទៀតនោះទេហើយសាច់រឿងរបស់បងប្រុសខ្ញុំសូមបញ្ចប់តែត្រឹមប៉ុណ្ណេះសូមអរគុណសម្រាប់ការតាមដានស្ដាប់របស់បងប្អូនសូមជម្រាបលា